Audio Jungle. 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 ជំរាបសួរខ្ញុំបាទឈ្មោះអិនសូដាវីតជាកីឡាករយុវជនអាយុក្រោម18ឆ្នាំរបស់ក្នុងពេញការ៉ាលេងទូនាទីជាខ្សែបម្រើក្នុងនាមខ្ញុំជាប្រធានចង់ឃើញកីឡាករម្នាក់ៗលេងឲ្យអស់ពីសមត្ថភាពហើយថ្មីៗនេះពួកយើងបានសមជើងជាមួយក្លឹបធំៗនៅក្នុងប្រទេសកម្ពុជាដូចជា Naga និងបឹងកេតហើយក្រុមផ្សេងៗទៀតលទ្ធផលល្អជាច្រើននៅក្នុងការប្រកួតយើងមានការរំភើបរីករាយយ៉ាងខ្លាំងដែលបានធ្វើដំណើរទៅប្រទេសជប៉ុនហើយទៅជួបជាមួយនឹងក្រុមខ្លាំងគឺក្រុម Kashima ដែលល្អពួកយើងជឿជាក់ថាពួកយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើលទ្ធផលល្អជូនដល់ប្រទេសកម្ពុជានិងធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាព Audio Jungle. សួរអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះអុកសវណ្ណអាយុ17ឆ្នាំជាកីឡាករអត់តភ្នំពេញក្រោនហើយខ្ញុំគឺជាខ្សែប្រយុទ្ធសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាមានសំណាងណាស់ដែលបានខ្លាយដូចនេះពួកយើងបានដឹងអំពីក្រុមកាស៊ីម៉ាក្រុមមួយដែលល្បីវានឹងពិបាកសម្រាប់ខ្ញុំផ្ទាល់ពួកគេលឿនពួកគេធំពួកគេមានជំនាញហើយពួកគេក៏បានត្រៀមល្អសម្រាប់ការប្រកួតនេះផងដែរប៉ុន្តែពួកខ្ញុំក៏បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតដ៏ធំនេះដូចគ្នាដែរ Audio Jungle. Audio Jungle. មកឈ្មោះអនចាន់តូរីនអាយុ17ឆ្នាំជាកីឡាករខ្សែបម្រើក្រុមអាកាដេមីគឺបានបង្កើតឲ្យរយៈពេល4ឆ្នាំហើយពួកខ្ញុំបានស្គាល់និងយល់ពីគ្នាបានយ៉ាងល្អពួកខ្ញុំរស់នៅជាមួយគ្នាទៅរៀនសាលាជាមួយគ្នាហ្វឹកហាត់ជាមួយគ្នាជារៀងរាល់ថ្ងៃពួកខ្ញុំគឺជាមិត្តភ័ក្តិដ៏ល្អមួយនៅទាំងក្នុងទីរៀននិងក្រៅទីរៀនហើយអ្វីទាំងអស់នេះគឺជាចំណុចមួយដែលបង្ហាញពីភាពខ្លាំងក្នុងការប្រកួតទាំងក្នុងទឹកដីនិងក្រៅទឹកដី Audio Jungle. ខ្ញុំបាទឈ្មោះប៊ុយតារីគ្រូបង្គោលនៃអាកាដេមីភ្នំពេញក្រោនចំពោះនឹងការប្រកួត ACT ប្រកួតទី1ជាមួយនឹងក្រុម Kashima ជាសង្ឃឹមថាលើកនេះក្រុមយើងនឹងធ្វើបានលទ្ធផលល្អដោយសារឆ្លងបទពិសោធន៍2ឆ្នាំកន្លងមកដែលយើងប្រកួតនៅក្នុងពានរង្វាន់ ACT ហើយនឹងពាក់ព័ន្ធជាមួយឆ្នាំនេះយើងបានត្រៀមល្អជាងឆ្នាំទៅពាក់ព័ន្ធជាមួយនឹងកម្លាំងបច្ចេកទេសក៏ដូចជាកលល្បិចបូករួមជាមួយនឹងការសិក្សាអំពីក្រុមផ្សេងៗជាពិសេសក្រុម Kashima ដែលយើងបានសិក្សាពីទម្រង់លេងរបស់គេអញ្ចឹងសម្រាប់យើងខ្ញុំជាគ្រូបង្ហាត់ហើយនឹងកីឡាករឲ្យយើងបដិញ្ញាថាយើងនឹងធ្វើឲ្យបានលទ្ធផលល្អជាងឆ្នាំទៅ